ឥឡូវបានមកដល់ទីកន្លែងហើយកុំភ្លេចទស្សនាព្រឹកថ្ងៃហ្នឹងរហូតទៅយើងញ៉ាំហើយក៏ទីឥឡូវទៅលើអត់ដឹងញ៉ាំអីបងប្អូនមានអារម្មណ៍តែហេវហ្នឹងឯនេះនំរបស់កលេចឃើញបងស្រីគាត់កំពុងតែចាក់នំហើយមើលតែគាត់ចាក់ទំនងក៏ឈប់ហើយបើទិញនំគាត់ញ៉ាំហើយគាត់លក់នៅក្រោយសាលារៀនបងប្អូនចាក៏លក់ក្រោយសាលារៀនគំរូក្រុងយើងហ្នឹងអ្នកក្នុងឆ្នាំតែជាឃើញគាត់ហើយស្គាល់គាត់ហើយចាគាត់លក់នៅក្រោយសាលាគម្រោងក្រុងហើយជំហៀងសាលាហ្នឹងឯងពីច្រើនគឺមកសិស្សចេញណាចាខ្ញុំគាត់ឆ្ងាញ់ណាបងប្អូនហើយមើលតការចាក់របស់គាត់ទៅគឺអូយជំនាញដល់ហើយចាខ្វិចខ្វិចរួចចាចាក់មកខ្វិចខ្វិចរួចវាឡើងស្ដើងណានំគាត់ស្រួយឆ្ងាញ់មែនតែនហើយក៏ឈប់ទៅជែកលេងជាមួយគាត់មកសន្ទុះដែរណាដែលឈប់ទៅជែកលេងជាមួយគាត់បណ្ដាក៏ឆ្លៀតថតវីដេអូទុកជាអនុស្សាវរីយ៍បណ្ដាចារៀបរាប់ពីជីវិតប្រចាំថ្ងៃហើយរីករាយនៅអ្វីដែលខ្លួនមានចាហើយគាត់ធ្វើលក់តំណងចាឆ្ងាញ់មែនតើម៉ែបងប្អូនអើយកុំភ្លេចអ្នកនៅក្នុងឆ្នាំយើងណាកុំភ្លេចជួយទិញគាត់ផងហើយគាត់មានលក់ក្រែមទៀតម៉ែបងប្អូនខ្ញុំភ្លេចថតវីដេអូក្រែមឲ្យម៉ែបងប្អូនមើលណាយើងទិញនំគាត់ហើយយើងមានលក់ជាក្រែមហ្នឹងគឺមានក្រែមដាក់ចាននិងក្រែមដាក់នំហើយចំណែកខ្ញុំចូលចិត្តក្រែមដាក់នំព្រោះអីនំចាក់ថ្មីក្តៅស្រួយស្ញោកក៏ពុកម៉ែបងប្អូនចាដល់យើងដាក់ក្រែមមកទៀតមកអូយនិយាយពីតិចចិត្តមែនតែនចឹងមិនថាចង់ស្រក់គីឡូមិនតែជីកាត់មកឃើញចឹងអីទុកទឹកចិត្តមិនបានគោលការណ៍នៃការសម្រក់គីឡូខ្ញុំសូមផ្អាកសិនឥឡូវសូមឆ្ងាញ់សិនហើយថ្ងៃហ្នឹងទិញនំគាត់ហើយទិញក្រែមញ៉ាំទៀតក្រែមឌុបចាឥឡូវដល់វគ្គគាត់ដាក់ដូងឲ្យពុកម៉ែបងប្អូនណាហើយចាំមើលដល់ពេលគាត់មូនំម្ដងទៀតម៉ែបងប្អូនគាត់មូតំណងហើយលឿនមែនតែនភាសាគាត់ណានៅហេតុនេះអ្នកជំនាញគាត់លក់យូរឆ្នាំចឹងទៅគាត់មានជំនាញគាត់មូលឿនហើយនំដែលខ្ញុំទិញឯហ្នឹងអូយក្តៅស្រួយឆ្ងាញ់មែនតែនចាហើយចំពោះអ្នកណាដែលថ្ងៃឡើងអីឃ្លានអាហារសម្រន់អីកុំភ្លេចមកទិញញ៉ាំទាំងអស់គ្នាកុំឲ្យឡើងគីឡូទៅខ្ញុំអញ្ចឹងយើងឡើងគីឡូទាំងអស់គ្នាញ៉ាំជាតិតែទាំងអស់គ្នាឃើញគាត់មូតំណងឯងពុកម៉ែបងប្អូនចាគាត់មូតំណងមែនតែនសុំទៅគាត់ទៅមូតែខ្លាចចេញសាលាកូនក្មេងចេញមកគាត់លក់អត់តាន់ពោះចេញទៅទិញហ្នឹងវាគិតម៉ោងពិសេសចេញអញ្ចឹងណាគឺអីខ្ញុំសុំគាត់មូម្ដងមិនដែរឥឡូវពុកម៉ែបងប្អូនឃើញហើយចង់ញ៉ាំអត់តំណងរបស់គាត់អត់ពុកម៉ែបងប្អូនចាកុំភ្លេចគាត់មានលក់ទាំងក្រែមទៀតចាហើយបើចង់ទៅទិញយើងទិញអានំគាត់ចាក់មួយថ្មីអញ្ចឹងណាហើយដាក់ក្រែមពីលើឆ្ងាញ់ណាកុំភ្លេចឆ្លៀតទៅទិញញ៉ាំទាំងអស់គ្នាចាហើយខ្ញុំវីដេអូមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនទុកជាការកម្សាន្តហើយសម្រាប់ខ្ញុំចូលចិត្តថតវីដេអូពុកម៉ែបងប្អូនផុសទៅកុំប្រកាន់នៅការនិយាយពីសម្ដីលើសលុះខ្វះខាតអីដោយសារតែខ្ញុំធ្វើវីដេអូនេះគាត់ថាធ្វើពីជីវិតប្រចាំថ្ងៃហើយលក្ខណៈសប្បាយរីករាយទាំងអស់គ្នាចាហើយពុកម៉ែបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់ញ៉ាំកុំភ្លេចតម្លាក់លេខតម្លាក់ទីតាំងផងចាឥឡូវនំយើងបានមកដល់ហើយអានេះខ្ញុំច្រកយកមកផ្ទះថែមញ៉ាំទិញញ៉ាំអត់អស់ចិត្តទេហើយឥឡូវច្រកយកមកផ្ទះថែមទៀតចាអូយឆ្ងាញ់ណាស់ឡើងស្រួយហើយពុកម៉ែបងប្អូនអើយឆ្ងាញ់ណាស់
អញ្ជើញឆ្ងាញ់ជាមួយខ្ញុំជាតិឡើងស្រួយស្រោកឈ្ងុយដូងតិចតិចទំពាលឺសូតគ្រូកគ្រូកគ្រូកចាឆ្ងាញ់ណាស់ហើយឈ្ងុយដូងហើយឈ្ងុយបូករួមទាំងប៊ឺទៀតណាទំពាស្រោយស្រោកឆ្ងាញ់ណាស់អូ my god ចាអរគុណជម្រាបលា